ដែលឯកឧត្តមលោកបានឧបត្ថម្ភបាទទូបារមីរាជសីសែនជ័យគឺខ្សែទឹកខាងក្នុងចាឃើញថាដូចជាខ្សែទឹកខាងក្នុងហាក់ដូចជាជ្រេជ្រុលកន្សៃទៅខ្សែទឹកខាងក្រៅបន្តិចបន្តួចប៉ុន្តែអត់អីទេទូកនេះគឺមានភាពប្រហាក់ប្រហែលគ្នាហើយក៏មិនអាចដូចថាប៉ះពាល់គ្នាបានដែរចាសែនស្រណោះបងប្អូនសែនស្រណោះរបស់លោកអង្គញាអឹងសៀនិងព្រះគ្រូចៅអធិការវត្តមនីវ័នចាសូមគោរពណាស់ឯកឧត្តមចាលោកអង្គញាអឹងសៀគឺលោកបានដឹកនាំទូកជាច្រើនហើយឥឡូវនេះសម្រាប់សែនសំណោះហៅដូចជាចាញ់បងទៅលើបារមីរាជសីសែនជ័យខ្សែទៅខាងក្នុងបន្តិចបន្តួចចាលេខ137នេះហើយគឺជាបារមីរាជសីសែនជ័យដែលទទួលបានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅសុផាន់បាទអញ្ចឹងយើងឃើញថាគូពិសេសបាទ2គូបានកន្លងផុតទៅហើយបាទសម្រាប់មុននេះបងប្អូនបានឃើញហើយបាទគឺខ្សែទៅខាងក្នុងបារមីរាជសីសែនជ័យបាទគឺជាអ្នកទទួលបានជ័យក្រសួងការពារជាតិសម្ដេចពិជ័យសេនាធិបាញ់បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការការពារប្រទេសជាតិជាពិសេសក៏ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តនៅនយោបាយឈ្នះឈ្នះដែលដាក់ចេញដោយសម្ដេចប្រមុខរាជរដ្ឋាភិបាលគឺសម្ដេចតេជោសែនកាលពីកាន់តំណែងជានាយករដ្ឋមន្ត្រីហើយសម្ដេចពិជ័យសេនាធិបាញ់ក៏បានដឹកនាំកសាងវិមានឈ្នះឈ្នះដែលជានិមិត្តរូបនៃការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាពជូនកម្ពុជារបស់យើង បរិភោគថវិកា5លានរៀលហើយសរុបជាថវិកានោះរហូតដល់70បាទលាន70លាន57ម៉ឺនមានសប្បុរសជនជាច្រើនទៀតបានចូលរួមឧបត្ថម្ភបាទឥឡូវគូជាបន្តបាទ79គូទី79បាទ78ឬក៏79សែនសំណោះទី79បាទសែនសំណោះលឿនណាស់បាទគូមួយមិនទាន់ផុតឥឡូវមកដល់មួយទៀតដែរសែនសំណោះឯកស្ថានពណ៌សខ្សែទឹកខាងក្នុងកំពង់ចាមទទួលបានការឧបត្ថម្ភពីអង្គការអឹងសៀនិងប្រជាធិការវត្តបានទទួលបានជ័យជំនះហើយទៅលើព្រះភិរុនដែលជាសែនជ័យបារមីសេរីបាទការម៉ាងស៊ីណេតការឧបត្ថម្ភទូកនេះគឺធិបតីសែនជ័យបារមីជំទាវម៉ៅមកដាច់ចាសូមបន្តទូគូទី79សែនសំណោះបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយរបស់លោកអង្គញាអឹងសៀចារីឯព្រះភិរុនដែលជាសែនជ័យបារមីសេរីមង្គលឈុំខ្លារបស់គ្រូចៅអធិវត្តឈុំខ្លាផ្ទាល់តែម្ដងបដូរទៅនៅខ្សែទឹកខាងក្នុងវិញម្ដងហាក់ដូចជាប្រែប្រួលទៅលទ្ធផលចាប្រែប្រួលលទ្ធផលដោយសារខ្សែទឹកខាងក្រៅមានព្រាមបាទសែនសំណោះចារបស់លោកអង្គញាអឹងសៀគ្រប់អរគុណលោកអង្គញាអឹងសៀដែលបានចូលរួមឧបត្ថម្ភបាទឥឡូវយើងឃើញហើយសែនសំណោះទទួលបានជ័យជំនះទៅលើនឹងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនចាសម្ដេចពុកនិងសម្ដេចម៉ៅឈ្នះជាយើងទី1ហើយបាទសម្ដេចកូនបាទឥឡូវយើងទូកជាបន្តយើងឃើញថាខ្សែទឹកខាងក្នុងសែនស្រណោះបាទរបស់អង្គញាអឹងសៀនិងប្រជាធិការល្អណាស់សម្រស់ក៏ល្អដែរចែកគ្នាមកកង់ម្នាក់ពណ៌ផ្ទៃមេជាមួយនឹងពណ៌ទឹកក្រូចឥឡូវលបឿនក៏កាន់តែល្អដែរសម្រាប់គូនេះបាទគូប្រហែលដាច់ពាក់កណ្ដាលទូកអីបងអើយបាទរាជតាមេដៃចូលសែនជ័យតាមខ្សែទឹកខាងក្រៅរបស់ឯកឧត្តមប៊ុនសុខាតាមអត់ទាន់ទេមកពីខាងវត្តសវណ្ណចាវាស័យអត់ទាន់ទេចាបានន័យថាសែនស្រណោះរបស់លោកអង្គញាអឹងសៀនិងព្រះគ្រូចៅអធិការវត្តមនីវ័នចារកាអាកងមាសទទួលបានជ័យមួយជើងឥឡូវយើងរងចាំ2ជើងបាទឥឡូវទៅគូទី77សែនស្រណោះឈ្នះមួយជើងការពីជើងទី1បដូរទៅនៅខ្សែទឹកខាងក្រៅនៅតលយនៅតនាំមុខទៅលើនាគរាជតាមេដៃចូលសែនជ័យរបស់ឯកឧត្តមប៊ុនសុខាចាសែនសំណោះលោកអង្គញាអឹងសៀតែលោកស្រឡាញ់ហើយលោកចូលចិត្តចាអភិរក្សទូកណាស់ចាបាទឥឡូវយើងឃើញហើយបាទគឺសែនស្រណោះបាទឈ្មោះព្រោះណាស់
ចា៎ គឺខ្សែទឹកខាងក្រៅសពនភាពជាមួយនឹងល្បឿននៃការលើកទង់ជាតិនៅចំកណ្ដាលល្អមែនទែនបាទជើងទី1ក៏លទ្ធផលល្អជើងទី2ក៏នៅតែដាច់បាទឥឡូវសែនសំណោះទទួលបានជ័យជំនះជាលើកទី2ទៅលើនាគរាជតាមាក់ដែលចូលសែនជ័យរបស់អាយដាមប៊ុនសុខា ចា៎ជាបន្តទៅទៀតនេះគឺជាតួគូ